ឆ្លើយសំណួរបងប្អូនយើងមួយខ្ញុំទិញដីមួយកន្លែងឃើញមានឈ្មោះក្នុងប្លង់តែម្នាក់ពីក្រោមឈ្មោះនោះគេដាក់ថាម្ចាស់សិទ្ធិអវិភាគតើមានន័យដូចម្ដេចហើយចង់កាត់ឈ្មោះទៅធ្វើដូចម្ដេចបើករណីម្ចាស់អវិភាគបែបនេះបើបងប្អូនរៀបចំឯកសារមិនត្រូវគឺច្បាស់ជាគាំងតាំងពីដើមទីតែម្ដងតោះទៅមើលដំណោះស្រាយនឹងការពិតទាំងអស់គ្នាម្ចាស់សិទ្ធិអវិភាគមានន័យថាដីនោះជាប្រភេទដីកម្មសិទ្ធិរួមដែលមានម្ចាស់ចាប់ពី2នាក់ឡើងទៅដោយសារទំហំសន្លឹកបានកម្មសិទ្ធិប្លង់រឹងមានកំណត់គេមិនអាចសរសេរឈ្មោះម្ចាស់ទាំងអស់នៅលើសន្លឹកប្លង់បានទេទើបគេតម្រូវឲ្យជ្រើសរើសបុគ្គលម្នាក់ធ្វើជាតំណាងដើម្បីដាក់ឈ្មោះនៅលើសន្លឹកប្លង់ទោះបីនៅលើសន្លឹកប្លង់ឃើញមានឈ្មោះតែម្នាក់ក៏ដោយប៉ុន្តែនៅក្នុងគោលបញ្ជីដែលរក្សាទុកនៅមន្ទីររៀបចំណែនដីគឺមានឈ្មោះម្ចាស់ពិតប្រាកដទាំងអស់បងប្អូនក៏អាចពិនិត្យផ្នែកខាងស្ដាំបន្ទាប់ពីឈ្មោះអ្នកតំណាងមានសរសេរឈ្មោះម្ចាស់កម្មសិទ្ធិអវិភាគផ្សេងទៀតដោយមានបញ្ជាក់ច្បាស់ថាម្ចាស់កម្មសិទ្ធិកប្រមាណអ្នកហើយមានសិទ្ធិប្រមាណភាគរយក្នុងម្នាក់ដើម្បីឲ្យការទិញលក់និងការកាត់ឈ្មោះមានសុពលភាពពេញលេញតាមផ្លូវច្បាប់បងប្អូនត្រូវតែស្នើសុំអ្នកលក់ដែលជាម្ចាស់កម្មសិទ្ធិអវិភាគទាំងអស់ឲ្យចូលរួមធ្វើឯកសារទិញលក់និងឯកសារផ្ទៃកម្មសិទ្ធិឧទាហរណ៍ក្នុងករណីដីនោះមាន4នាក់អញ្ចឹងម្ចាស់ទាំង4នាក់នោះត្រូវតែមានវត្តមានដើម្បីប្រព្រឹត្តវិដ័យផ្ទាល់ប្រសិនបើបងប្អូនព្រមព្រៀងទិញតែជាមួយនឹងអ្នកដែលមានឈ្មោះនៅក្នុងប្លង់ជាអ្នកតំណាងដោយគ្មានការដឹងឮពីម្ចាស់ផ្សេងទៀតការទិញលក់នោះអាចក្លាយជាមុខៈឬមិនត្រឹមត្រូវតាមផ្លូវច្បាប់ប្រសិនបើម្ចាស់ផ្សេងទៀតដឹងជំទាស់ចំណាំចំណុចនេះមុននឹងកក់ប្រាក់ឬទិញបងប្អូនគួរតែថតចម្លងប្លង់នេះទៅសួរនាំនៅការិយាល័យភូមិបាលស្រុកឬក៏ខណ្ឌឬមន្ទីរស្រោចដីដែលដីនោះស្ថិតនៅដើម្បីឆែកមើលថាតើដីនោះមានម្ចាស់កម្មសិទ្ធិកប្រមាណអ្នកមានជាប់បន្ទុកបញ្ចាំធនាគារឬមានដីកាហាមឃាត់ឬមានទំនាស់អ្វីដែរឬទេតែបងប្អូនបានសួរអ្នកលក់ហើយឬនៅថាមានម្ចាស់សរុបប្រមាណអ្នកនៅក្នុងប្លង់នោះប្រសិនបើបងប្អូនគិតថាព័ត៌មាននេះមានប្រយោជន៍កុំភ្លេចជួយចុច like share និង follow ម្នាក់មួយផងសូមអរគុណ